ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះតនេនៅផ្ទះរៀបចំខោអាវហើយធៀមវ៉ាលីធៀមសម្ភារៈដើម្បីយើងទៅខ្មែរអញ្ចឹងណាចាអត់មានអីទេនេះសកម្មភាពរៀបចំវ៉ាលីចារៀបចំខោអាវណាដែលត្រូវដាក់អីចឹងទៅរៀបចំបត់ទុកស្រួលចារៀបចំមកព្រឹកឲ្យបានមកវេលាហើយតែនៅបន្ថែមតិចតួចអញ្ចឹងណាចាចិត្តទៅខ្មែរចឹងមើលអមរៀងរំភើបរៀងអរៀងសេតខ្លះអីខ្លះអត់ចង់ត្រឡប់ទៅអារម្មណ៍មួយទៀតដែលបានឆាប់បានទៅចាដោយពុំធ្វើការបត់ខោអាវដាក់ចូលក្នុងវ៉ាលីបតាហើយចារៀបចុះរៀបឡើងបានវ៉ាលីបានមកវ៉ាលីចាមើលទៅដៃទៅញាប់ឆ្កាញ់ញាប់ដៃញាប់ជើងមកចាអត់មានអីទេថ្ងៃហ្នឹងមានតែរៀបចំខោអាវធៀមទុកឲ្យហើយកុំឲ្យពេលយើងជិតដល់ថ្ងៃទៅវាយើងរៀបចំអីអត់តាន់អញ្ចឹងណាអញ្ចឹងយើងសល់ពេលតនេច្រើនយើងរៀបចំសម្ភារៈហើយទៅត្រៀមអីវ៉ាន់ដែលយើងទៅត្រៀមទុកទៅស្រុកវិញហ្នឹងយើងរៀបចំទុកឲ្យហើយទៅចារៀបចំអីវ៉ាន់ហើយក៏អាងរៀបចំទៅមើលសាគុរៈព្រោះឥឡូវផ្កាសាគុរៈនៅជប៉ុនហ្នឹងវារីកហើយចាចឹងយើងរៀបចំហើយក៏យើងមានពេលតនេយើងដើរមើលផ្កាដើរមើលអីចឹងទៅក្នុងហាងធ្វើការទិញសម្ភារៈផ្សេងអីយើងត្រូវទិញឲ្យហើយចឹងទៅដោយសារតែយើងមានពេលយើងយូរក្រែដែរចាអ្វីយើងចង់ធ្វើនៅពេលចុងក្រោយតែយើងនៅជប៉ុនហ្នឹងយើងធ្វើឲ្យហើយតើយើងនៅមានឱកាសបានដើរលេងបានដើរទិញសម្ភារៈបានមើលទេសភាពបានមើលទឹកដីជប៉ុនជាលើកចុងក្រោយចាអត់មានអីមានតែបាយបងប្អូនទាំងអស់គ្នា